Chỉ bao nhiêu cái nhiều ông pi ông có hoặc là ông pi nhà khác đại là chỗ ông có cái squat ông có năng miền trung chiết máy miền trung chiết bờ tây có đã hai năng miền một chiết miền trung chiết chân mình nhé chiều tạc quánแต่ทัศนะองค์ก็นู้ศตวรรษที่ดอกใบช่วงศตวรรษที่ดอกใบฮันนึงสอดเสียสปอมุยสำคัญนะองค์ปีองค์ก็ Pascal អាចនិយាយបានទេលោក Pascal សរសេរអត្ថបទពីជីវតាខ្វាន់ ហ្នឹងហើយមានរឿងរ៉ាវសំខាន់យ៉ាងម៉េចពីជីវតាខ្វាន់ហើយជីវតាខ្វាន់ពេលសតវត្សទី13ហ្នឹងគាត់បានរៀបរាប់ពីអង្គរហ្នឹងល្អពិតប្រាកដអត់ទេឬមួយក៏ក្រោយការស្រាវជ្រាវរបស់លោក Pascal ឃើញថាអត្ថបទរបស់ជីវតាខ្វាន់ហ្នឹងវាល្អប៉ុន្តែវានៅខ្វះយ៉ាងម៉េចហើយមាននៅក្នុងសភៅនេះអត្ថបទហ្នឹងជីវតាខ្វាន់គាត់សរសេរអំពីអង្គរសរសេរត្រឹមត្រូវភាគច្រើនសរសេរត្រឹមត្រូវមែនទេមានកន្លែងខ្លះខ្មែរអានប៉ុន្តែខ្មែរអត់ចូលចិត្តប៉ុន្តែខ្ញុំគិតថាប្រហែលជាការពិតហើយនឹងគាត់សរសេរអំពីមនុស្សប្រុសស្រីអំពីស្ដេចអំពីមន្ត្រីអំពីប្រាសាទនៅក្នុងអង្គរធំគាត់សរសេរច្រើនប៉ុន្តែសិពោគាត់คลิกមានតែប្រហែល8,000ពាក្យតិចតួចជាភាសាចិនតិចតួចហើយនឹងខ្វះឯកសារខ្វះព័ត៌មានច្រើនហើយនឹងមួយទៀតអ្នកដែលបកប្រែជីវតាគាត់ជាភាសាបារាំងក៏បានជាភាសាខ្មែរក៏បានអ្នកដែលបកប្រែជាភាសាបារាំងគាត់ស្គាល់កម្ពុជាហើយនឹងគាត់សរសេរខុសកន្លែងខ្លះអត់ស្គាល់អ្នកបកប្រែបាទអ្នកបកប្រែហ្នឹងអ្នកបកប្រែគឺអ្នកប្រាជ្ញបារាំងជាអានចិនប៉ុន្តែអត់ស្គាល់កម្ពុជាទេប៉ុន្តែអត់ស្គាល់កម្ពុជាទេអញ្ចឹងបកប្រែពេលនោះអត់សូវត្រូវទេមានកន្លែងខ្លះអត់សូវត្រូវទេបាទហើយនឹងមានអ្នកដែលបកប្រែជាភាសាខ្មែរគឺលីធីមជាងនៅទសវត្សរ៍1970គាត់អត់សូវជាចិនទេនៅមានកន្លែងខ្លះមានកន្លែងច្រើនគាត់សរសេរក៏ដែរគាត់បកប្រែក៏ដែរប៉ុន្តែលោក Pascal ចេះទាំងបារាំងចេះទាំងចិនចេះទាំងខ្មែរហ្នឹងហើយនៅមានកន្លែងខ្លះខ្ញុំគិតថាខ្ញុំអាចកែសម្រួលកែតម្រូវបានកន្លែងខ្លះអញ្ចឹងមានន័យថាសាច់រឿងជីវតាខ្វាន់ស្ដីពីអង្គរបើមើលអត្ថបទនៅក្នុងនេះគឺមានភាពត្រឹមត្រូវច្រើនពីលោកអ្នកបកប្រែហ្នឹងហើយបាទក្រៅពីអត្ថបទរបស់ជីវតាខ្វាន់លោកសរសេរពីសម័យអង្គរដែរសម័យអង្គររឿងនឹងធ្លាក់ចុះត្រូវហើយពីព្រោះនៅពេលនោះអង្គរគឺប្រទេសធំជាងគេនៅក្នុងអាស៊ីអាគ្នេយ៍ហើយនឹងមានទំនាក់ទំនងជាមួយនឹងប្រទេសនៅជុំវិញច្រើនដូចជាចិនដូចជាម៉ាឡេឬជ្វានៅពេលនោះអត់ទាន់មានសៀមទេអត់ទាន់មានថៃទេត្រឡប់មកវិញសភៅនេះមានសារៈសំខាន់យ៉ាងម៉េចដោយសារមានអ្នកនិពន្ធច្រើនមាន Pascal មានព្យាមានខ្មែរហើយយើងសម្ភាសនៅក្នុងនេះមានសម្ភាសខ្មែរផងសម្ភាសបរទេសផងមានសារៈសំខាន់យ៉ាងដូចម្ដេចពីព្រោះអ្នកនិពន្ធម្នាក់គាត់មើលអង្គរកោះគ្នាមើលអង្គរដែលយល់អង្គរកោះគ្នាដែរមានទស្សនាច្រើនណាស់នឹងកោះគ្នាមិនដូចគ្នាទេតែមានតែមួយកំណត់ស្រដៀងគ្នាជាអ្នកសរសេរអំពីអង្គរគេស្រឡាញ់អង្គរទាំងអស់បាទហើយនឹងអង្គរក៏ចាក់ជាងគេច្រើនបាទប៉ុន្តែសភៅនេះមានទាំងកំណាព្យទៀតបាទមានកំណាព្យមានកំណាព្យពីមុនពីដល់មានកំណាព្យអំពីអង្គរដែរមានលបើកអង្គរបាទលបើកអង្គរចឹងបាទមានកំណាព្យច្រើននៅទីនេះបាទហ្នឹងហើយបាទសភៅនេះសម្ពោធនៅថ្ងៃណាដែរលោក Pascal សម្ពោធនៅខែឧសភាថ្ងៃទី13មែនទេបាទនៅឈីមរាបបាទនៅសួនរុក្ខអង្គរបាទសួនរុក្ខអង្គរសួននេះស្អាតណាស់បាទអរគុណលោក Pascal ជួបគ្នានៅបាទជួបគ្នាអរគុណ